បងប្អូនថ្ងៃនេះខ្ញុំប្រាប់បងប្អូនពីវិធីដែលយើងចង់លុបកម្មវិធីនៅក្នុងកុំព្យូទ័ររបស់យើងការលុបកម្មវិធីយើងមិនមែនចូលទៅក្នុងកម្មវិធីហ្នឹងយើងមកស្ដាប់ឲ្យលុបវាបានទេណាបើលុបបែបនេះវាបានប៉ុន្តែវាលុបអត់ដាច់ទេឧទាហរណ៍ខ្ញុំចង់លុបអានេះមួយចុះអញ្ចឹងខ្ញុំមកស្ដាប់តើមកខ្ញុំ delete កាល delete បែបនេះលុបបែបនេះវាអត់ទាន់លុបអូតូទៅទាំងអស់ទេវាលុបតែ icon លើ desktop ទេអញ្ចឹងករណីបើយើងចង់លុបឲ្យវាទៅទាំងអស់តែម្ដងគឺយើងត្រូវមាន control panel នេះករណីបើសិនជា control panel នេះអត់មានទេបាទអញ្ចឹងបងប្អូនត្រូវបើកវាសិនបាទអញ្ចឹងនេះចាំវីដេអូក្រោយខ្ញុំប្រាប់ពីវិធីបើក control panel នេះតើយើងត្រូវបើកកន្លែងណាយើងចូលចុច2ដងចូលទៅក្នុង control panel នេះទៅបាទបន្តមកនេះវាចេញប៉ុណ្ណេះអញ្ចឹងពេលខ្លះវាអាចមិនចេញអញ្ចឹងទេព្រោះអីព្រោះតែកន្លែង short នេះវាទៅជា letter ក៏ small icon ហ្នឹងទៅឥឡូវឧទាហរណ៍ small icon អញ្ចឹងវាចេញចេះវិញណាអញ្ចឹងយើងត្រូវយកថាពាក្យថាបាទនេះមកបាទបន្តមកនេះយើងឃើញកន្លែងនេះគេដាក់ថា program អញ្ចឹងគេដាក់ថា uninstall a program អញ្ចឹងយើងចុចលើ uninstall a program នេះមកបងប្អូនកុំចុចលើ program ណាចុចលើ uninstall program ចុចប៉ុណ្្នឹងហើយនេះយើងឃើញកម្មវិធីដែលមាននៅក្នុងកុំព្យូទ័ររបស់យើងហើយអញ្ចឹងចង់លុបកម្មវិធីណាមួយបាទបងប្អូនគ្រាន់តែមកស្ដាំលើវាទៅបាទឧទាហរណ៍ថាកម្មវិធីនេះចុះខ្ញុំមកស្ដាំតើវាចេញបែបនេះខ្ញុំទៅចេញបែបនេះហើយយើង uninstall ចោលតែហ្មងទៅចុចតែមួយទៅវាទៅហើយបាទឥឡូវខ្ញុំតេស្តឲ្យបងប្អូនមើលខ្ញុំរកកម្មវិធីណាដែលខ្ញុំអត់សូវប្រើបាទឡើយនេះចុះអញ្ចឹងខ្ញុំមកស្ដាំតើមកខ្ញុំ uninstall បាទតែប៉ុណ្្នឹងទៅយើងអូខេបាទតែប៉ុណ្្នឹងទៅយើងចាំវាផ្លែតទៅវានឹង delete ឲ្យយើងហើយបាទចឹងប៉ុណ្ណេះទៅយើងជោគជ័យในកម្មវិធីនេះបាទអក្សរ W យើងចាំមើលដែលមើលលើ desktop មើលឃើញអត់ចឹងមកយើងអូខេមកទៅបាត់ប៉ុណ្ណឹងមកយើងខ្វែកអញ្ចឹងកម្មវិធីដែលមានអក្សរ W មិញនេះដូចជានៅម្ដុំទៅនេះអញ្ចឹងឥឡូវនេះវាលែងមានហើយវាលុបទៅបាត់អូតូមកអញ្ចឹងកម្មវិធីដែលមាននៅក្នុង system របស់យើងគឺវាលែងមានទៀតហើយប៉ុន្តែបងប្អូនលុបមកស្ដាំឲ្យលុបវាគឺវាអត់លុបទេបើន័យថាយើងលុបតែ icon វាទេមិនអាចលុបទៅទាំងអស់ទេបាទអញ្ចឹងមានប៉ុណ្ណេះអរគុណ